សូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននាព្រឹកនេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃក្រោយការចូលជាធរមាននៅបទជបាញ់រវាងកម្ពុជានិងថៃគិតមកដល់ថ្ងៃទី1ខែមករាឆ្នាំ2026នេះនាងខ្ញុំសូមធ្វើការជម្រាបជូននៅស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4និងយុទ្ធភូមិភាគទី5បន្ទាប់ពីកម្ពុជានិងថៃបានឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់និងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមនិងបានចូលជាធរមានកាលពីវេលាម៉ោង 12:00 នាទីថ្ងៃត្រង់ម៉ោងនៅក្នុងស្រុកនៅថ្ងៃទី27ខែធ្នូឆ្នាំ2025គិតមកដល់វេលាម៉ោង 8:00 នាទីព្រឹកនេះស្ថានភាពនៅជួរមុខមានសភាពស្ងប់ស្ងាត់ជាមួយគ្នានេះកងកម្លាំងរបស់យើងបាននឹងកំពុងបំពេញតួនាទីរបស់ខ្លួនជាមួយនឹងស្មារតីប្រុងប្រយ័ត្នខ្ពស់និងបន្តតាមដានដោយយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនបំផុតដើម្បីការពារអធិបតេយ្យបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់និងគោរពយ៉ាងពេញលេញនៅបទឈប់បាញ់ដែលបានឯកភាពគ្នារវាងកម្ពុជានិងថៃជាមួយគ្នានេះនាងខ្ញុំក៏សូមធ្វើការរំលឹកនិងគូបញ្ជាក់ជូនថានៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ដែលបានចុះហត្ថលេខាដោយកម្ពុជានិងថៃនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ក្នុងវិធានការកាត់បន្ថយភាពតានតឹងត្រង់ចំណុចទី8ភាគីទាំងពីរបានឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិតឬព័ត៌មានคล้ายៗដើម្បីកាត់បន្ថយភាពតានតឹងកាត់បន្ថយសាធារណមតិអវិជ្ជមាននិងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធីដោយផ្អែកលើស្មារតីនៃការបដិញ្ញាចិត្តក្នុងរបស់កម្ពុជាក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងឯកសារពាក់ព័ន្ធផ្សេងៗប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ដើម្បីចូលរួមក្នុងការអនុវត្តវិធានការខាងលើឲ្យមានប្រសិទ្ធភាពក៏ដូចជាគ្រប់គ្រងដល់លទ្ធផលនៃសេចក្តីប្រកាសរួមឲ្យបានពេញលេញពិសេសក្នុងដំណាក់កាលកម្ពុជានិងថៃកំពុងកសាងទំនុកចិត្តគ្នាដើម្បីមានបទឈប់បាញ់ជាអចិន្ត្រៃយ៍និងមានសន្តិភាពឡើងវិញក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីណែនាំបន្ថែមទៀតដល់សាធារណជននិងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ដែលជាការរួមចំណែកជំរុញជាក់ស្ដែងឲ្យមានការអនុវត្តកាន់តែពេញលេញនៅសេចក្តីប្រកាសរួមនេះដើម្បីធ្វើឲ្យបទឈប់បាញ់អចិន្ត្រៃយ៍នឹងក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់យន្តការដោះស្រាយបញ្ហាដោយសន្តិវិធីដោយឈលលើស្មារតីនៃការដោះស្រាយបញ្ហាដោយសន្តិវិធីផ្អែកលើក្របខ័ណ្ឌច្បាប់អន្តរជាតិនិងក្នុងនាមជាប្រទេសដែលមានការទទួលខុសត្រូវខ្ពស់និងស្រឡាញ់សន្តិភាពពិតប្រាកដរាជរដ្ឋាភិបាលកម្ពុជាកងកម្លាំងប្រដាប់អាវុធបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ស្មោះត្រង់សុចរិតក្នុងការគោរពនិងការអនុវត្តពេញលេញនិងខ្ជាប់ខ្ជួននៅលក្ខខណ្ឌនៃបទឈប់បាញ់រវាងកម្ពុជានិងថៃដែលបានចុះហត្ថលេខាកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025និងឯកសារព្រមព្រៀងផ្សេងៗទៀតដើម្បីឆ្ពោះទៅការធ្វើឲ្យប្រសើរឡើងវិញនៃការឆាប់ឲ្យបានឆាប់រហ័សនិងវិលត្រឡប់ទៅប្រក្រតីភាពសន្តិភាពស្ថិរភាពនិងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរសូមគូបញ្ជាក់ផងដែរថាបទឈប់បាញ់នេះទទួលបានការគាំទ្រនិងស្វាគមន៍យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិនិងឆ្លុះបញ្ចាំងពីបំណងរួមសម្រាប់សន្តិភាពក្នុងតំបន់ដែលនេះបង្ហាញឲ្យឃើញពីបំណងប្រាថ្នាមិនត្រឹមតែរវាងប្រទេសទាំងពីរប៉ុណ្ណោះទេប៉ុន្តែពិភពលោកទាំងមូលដែលសុទ្ធតែចង់ឃើញសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍសូមគូបញ្ជាក់សារជាថ្មីម្ដងទៀតអំពីគោលជំហរ
ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្មោះត្រង់ស្របតាមច្បាប់អន្តរជាតិធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានចាសសូមអរគុណសម្រាប់ការតាមដានស្ដាប់សម្រាប់ព័ត៌មាននិងការធ្វើបច្ចុប្បន្នភាពថ្មីៗក្រសួងការពារជាតិនឹងផ្សព្វផ្សាយជូនតាមបណ្ដាញផ្សព្វផ្សាយរបស់ផ្លូវការរបស់ក្រសួងការពារជាតិ Greetings to the general public and members of the press. This morning, I would like to provide an update regarding the situation along the Cambodian-Thailand border following the ceasefire agreement between Cambodia and Thailand, which took effect at 12 noon on December 27, 2025. The situation in the 4th and 5th military region remains calm as of 8 a.m. this morning. Meanwhile, our force stand strong and are performing their duty with full vigilance in defending the country's sovereignty, territorial integrity, and are full adhering to the ceasefire agreed by both Cambodia and Thailand. I would like to emphasize that in the joint statement of the third special meeting of the General Border Committee GBC between the Kingdom of Cambodia and the Kingdom of Thailand, which was signed by both Cambodia and Thailand on December 27, 2025. Under the measure to de-escalate tensions, point 8 states that both sides agree to refrain from disseminating false information or fake news in order to de-escalate tension, mitigate negative public sentiment, and foster an environment conducive to peaceful dialogue. Based on Cambodia's commitment to respect and implement the terms of the ceasefire and the joint declaration on the Cambodia-Thailand peace agreement and other related documents in good faith with a high sense of responsibility and in order to effectively contribute to the implementation of the above measure as well as to fully support the outcomes of the joint statement, especially at a stage when Cambodia and Thailand are building mutual trust toward achieving a performance ceasefire and restoring peace. The Ministry of Information of the Kingdom of Cambodia issued an additional directive on December 27 to the public and to professionals in the information and audio visual sector as a concrete contribution to promoting implementation of the joint statement with the aim of achieving a performance ceasefire and establishing a solid foundation for peaceful resolution. In the spirit of peaceful resolution with an international legal framework and as a true peace-loving country with high sense of responsibility, the Royal Government of Cambodia and the Royal Cambodian Armed Forces reaffirm our firm, sincere, and highest commitment to fully respecting all established agreements. This includes the Cambodia-Thailand ceasefire agreement of July 28, 2025, the joint declaration on the Cambodia-Thailand peace agreement of October 26, 2025, and the recent joint statement of the third special meeting of the General Border Committee GBC signed on December 27, 2025 by consistently implementing this term and other agreed documents. We aim to facilitate to rapid return to normalcy and ensure lasting security for the citizens living along our shared border. It is worth noting that this ceasefire have already received widespread support from the international community, echoing a collective regional interest in peace.
This prevailing stability reflects a shared desire not only between our two nations but across the international community to see peace, stability, and development restore to the region. We reiterate our unwavering position to resolve all issues in accordance with international law, the United Nations Charter, and the ASEAN Charter. សូមអរគុណចំពោះការតាមដានស្ដាប់នៃការធ្វើបច្ចុប្បន្នភាពនៅព្រឹកថ្ងៃទី1ខែមករាឆ្នាំ2026នេះចំពោះការវិវត្តថ្មីៗនាងខ្ញុំនឹងជម្រាបជូនតាមក្រោយសូមអរគុណនិងសូមជម្រាបលា